នៅជាក្រុងស្ងប់ស្ងាត់មួយមានផ្ទះចាស់ដែលគេចាត់ទុកថាផ្ទះអាបផ្ទះនោះមិនមាននរណាកាន់កាប់ស្រុកពេលជាច្រើនឆ្នាំតែពីមុនវាជាផ្ទះរបស់គ្រួសារសវណ្ណារីដែលបាត់ខ្លួនអស់ម្នាក់ម្កាលបង្អស់ដោយមិនទាន់មានការបកស្រាយច្បាស់អ្នកក្នុងភូមិជាច្រើនជឿថាគ្រួសារនោះត្រូវបានសម្លាប់ដោយអ្នកចាស់ម្នាក់ដែលមានជំនឿខុសប្លែកគាត់ជាមនុស្សបិទខ្លួនរស់នៅជិតបឹងនិងជឿលើការថែទាំវិញ្ញាណដោយដាក់ចងចាំក្នុងក្អមខ្មៅមួយជាច្រើនឆ្នាំមកហើយគេនិយាយថាក្រោយការបាត់ខ្លួនរបស់គ្រួសារសម្លេងចម្លែកបានចាប់ផ្ដើមលេចឡើងរៀងរាល់យប់ដូចជាសម្លេងសូត្រមន្តសម្លេងអន្លើនិងការទន្ទេញសង្ស័យក្មេងប្រុសម្នាក់ឈ្មោះរឿនដែលរស់នៅជិតផ្ទះនោះមានចិត្តក្លាហានហើយចង់ស៊ើបអង្កេតនៅមួយយប់គាត់បានលួចចូលទៅក្នុងផ្ទះនោះបន្ទាប់ពីរំកិលឥវ៉ាន់ចាស់គាត់បានរកឃើញក្អមខ្មៅមួយដែលមានស្នាមឈាមចាស់ជាប់នៅលើខាងក្រៅពេលរឿនបើកវាសន្លឹកខ្យល់ត្រជាក់បានផ្លុំចេញមួយសន្លឹកបញ្ឆ្លៀតគេហើយគាត់មើលឃើញមុខមនុស្សនៅខាងក្នុងវិញ្ញាណជាច្រើនបានចេញមកពីក្អមនោះហើយប្រាប់រឿនថាពួកគេត្រូវបានសម្លាប់និងចងចាំនៅក្នុងក្អមដោយគ្មានអ្នកដឹងពួកគេចង់ឲ្យគាត់ជួយបង្ហាញការពិតនិងឲ្យពិធីបូជាប្រពៃណីបានធ្វើឡើងដើម្បីបញ្ចប់ទុកវិញ្ញាណរឿនបានជួយពួកគេដោយប្រាប់ព្រះសង្ឃនិងធ្វើពិធីនឹងឲ្យគេមានសុភមង្គលវិញចុងបញ្ចប់បន្ទាប់ពីពិធីធ្វើរួចសម្លេងបិសាចទាំងអស់បានបាត់បង់ផ្ទះនោះក៏មិនមានសញ្ញាខ្លាំងជាចម្លែកទៀតតែរឿនម្ដងម្កាលនៅអាចស្ដាប់សម្លេងនរណាម្នាក់និយាយពីក្រោយខ្នងថាសូមអរគុណនៅពេលគាត់ឆ្លងកាត់ផ្ទះនោះ